ការរីកូនប៉ូលីសមួយក្រុមជិះម៉ូតូគ្មានមួកសុវត្ថិភាពគ្មានកញ្ចក់ស្រាប់តែលោកផៃវណ្ណៈបញ្ជាក់ច្បាស់បែបនេះលោកស្រីនាងកញ្ញាជាទីមេត្រីពាក់ព័ន្ធនឹងករណីវីដេអូដែលកំពុងតែផ្ទុះការចែកចាយនិងផ្ទុះការចែករំលែកប្រងព្រឹត្តនៅលើបណ្ដាញសង្គម Facebook តាក់ទងជាមួយនឹងប៉ូលីសមួយក្រុមដែលជិះម៉ូតូគ្មានពាក់មួកសុវត្ថិភាពហើយថែមទាំងមិនមានកញ្ចក់មើលក្រៅទៀតនោះត្រូវបានមហាជនផ្ទុះការរិះគន់មិនសំចាច់ដៃក្នុងនោះផងដែរមានអ្នកខ្លះបានលើកឡើងថាយើងជាអ្នកប្រកាន់ច្បាប់បើមិនគោរពច្បាប់តើអ្នកណាជាអ្នកគោរពច្បាប់ឬជាអ្នកគោរពអញ្ចឹងហើយយើងជាមន្ត្រីដែលអនុវត្តច្បាប់ត្រូវតែជាគំរូល្អដល់រាជពាក់ព័ន្ធនឹងការរិះគន់ខាងលើនេះស្រាប់តែលោកផៃវណ្ណៈចេញមកបញ្ជាក់ច្បាស់ដែលពាក់ព័ន្ធនឹងប៉ូលីសមិនមានពាក់មួកសុវត្ថិភាពហើយម៉ូតូក៏គ្មានកញ្ចក់មើលក្រោយដែរនោះដោយលើកឡើងថាសំណូមពរបងប្អូនក្នុងបណ្ដាញសង្គមមេត្តាកុំជេរពួកគាត់លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋដូច្នេះការជិះម៉ូតូបង្ក្រាបបទល្មើសមិនតម្រូវឲ្យពាក់មួកសុវត្ថិភាពឬម៉ូតូដាក់កញ្ចក់នោះទេច្បាប់ចរាចរណ៍យោគយល់ចំពោះសមត្ថកិច្ចតែមិនយោគយល់ចំពោះបងប្អូនប្រជាពលរដ្ឋទេបើបងប្អូនច្រណែននឹងពួកគាត់នាំគ្នាចូលធ្វើមន្ត្រីអនុវត្តច្បាប់ទៅអាចធ្វើដោយពួកគាត់បានហើយតែទោះបីជាយ៉ាងនេះក៏ដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលស្គាល់ចំពោះកំហុសឆ្គងនៃការមិនគោរពច្បាប់ចរាចរណ៍របស់កងកម្លាំងទាំងការមិនពាក់មួកសុវត្ថិភាពមិនដាក់កញ្ចក់ការបញ្ចេញអាវុធសៀតចង្កេះដោយគ្មានការបិទបាំងនិងមិនពាក់កាតសម្គាល់ខ្លួនជាដើមហើយលោកក៏បានធ្វើការពន្យល់ជូនសាធារណជនក៏ដូចជាអ្នកសារព័ត៌មានឲ្យបានជ្រាបដែលមានខ្លឹមសារទាំងស្រុងបែបនេះថាការជិះម៉ូតូមិនពាក់មួកនៅពេលដែលទទួលបានព័ត៌មានអំពីបទល្មើសដែលបានកើតឡើងភ្លាមៗកងកម្លាំងជំនាញប្រញាប់រុះរាន់ដើម្បីចេញប្រតិបត្តិការបន្ទាន់ដោយមិនបានគិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួនក្នុងការពាក់មួកសុវត្ថិភាពដែលខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោកមួយវិញទៀតការពាក់មួកសុវត្ថិភាពក្នុងការជិះម៉ូតូប្រដេញដែលមានល្បឿនលឿនពេលខ្លះអាច100គីឡូម៉ែត្រក្នុង1ម៉ោងក៏ជាឧបសគ្គមួយផងដែរដោយកម្លាំងមើលមិនឃើញច្បាស់និងមិនគ្រប់ជ្រុងជ្រោយអាចបង្កគ្រោះថ្នាក់ពេលប្រដេញចំពោះការសៀតអាវុធដោយមិនមានការបិទបាំងវីដេអូនោះគឺក្រោយប្រតិបត្តិការដូច្នេះនៅពេលដែលកំពុងប្រតិបត្តិការកម្លាំងប្រើប្រាស់ម៉ូតូក្នុងល្បឿនលឿនដូច្នេះហើយធ្វើឲ្យប៉ោងអាវចេញអាវុធមកខាងក្រៅនិងមិនទាន់បានរៀបរយខ្លួនប្រាណឡើងវិញព្រោះកម្លាំងជំនាញកំពុងតែដឹកមុខសញ្ញាទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសួរនាំតាមនីតិវិធីឯចំណុចមួយទៀតក៏បានបញ្ជាក់ច្បាស់ដែរតាក់ទងជាមួយនឹងការមិនដាក់កញ្ចក់អ្វីបើជាការខុសច្បាប់ចរាចរណ៍ផ្លូវគោកប៉ុន្តែកម្លាំងមានផលលំបាកក្នុងការប្រដេញតាមជនល្មើសដោយសារពេលខ្លះជនល្មើសជិះកិច្ចចូលតាមផ្លូវដែលមានតូចចង្អៀតដែលងាយនឹងប៉ះជាមួយនឹងកញ្ចក់ហើយបង្កគ្រោះថ្នាក់ដល់កងកម្លាំងនេះបើយោងទៅតាមសេចក្តីបំភ្លឺរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី13ខែឧសភាឆ្នាំ2026នេះដោយឡែកពាក់ព័ន្ធនឹងករណីខាងលើនេះលោកឧត្តមសេនីយ៍តូហ៊ុនកំជាតិដែលជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ក៏បានធ្វើការបង្ហោះសារនៅលើគណនី Facebook របស់លោកផងដែរនៅថ្ងៃនេះគឺមានខ្លឹមសារបែបនេះថាតាមបទបញ្ជាប្រញាប់បន្ទាន់ហេតុការណ៍តើនៅតែងខ្លួនមែនជនល្មើសមិនបាច់រត់ទេដើរធម្មតាក៏បានដែរប៉ូលីសមកមិនទាន់ទេពេលទៅមិនទាន់ប្រជាពលរដ្ឋថាធ្វើការយឺតម៉េះចាំតែខុសសូមក៏មើលតែកំហុសពួកគាត់ចុះពេលគាត់ចុះទៅជួយបដូរជីវិតឯណាពីអរគុណដើម្បីលើកទឹកចិត្តអ្នកចាំជន់ពន្លិចលើកក្រោយជួយចុះផ្ទាល់ផង